ជំរាបសួរបងប្អូនជនជាតិជនរួមឈាមជនរួមភាសាទាំងអស់ជាទីគោរពជាទីស្រឡាញ់តាមរយៈ Facebook Page Channel YouTube TikTok ទាំងអស់ជាទីគោរពជាទីរាប់អានស្មោះអស់ពីចិត្តរបស់ខ្ញុំបាទនៅវេលានេះក៏សូមចែកនៅកុសលដែលបានធ្វើបានបំពេញឲ្យបងប្អូនទាំងអស់សុខសប្បាយទាំងអស់គ្នាបងប្អូននឹងមានការទៀតហើយគាត់សុំឲ្យធ្វើនៅชัยភូមិធ្វើនៅកន្លែងហុងស៊ុយដើម្បីមានលៀបមានលុយមាសប្រាក់ពូចូលទាំងថ្ងៃទាំងយប់បាទចឹងឃើញថាដដែលគាត់នៅខមមិនសួរគាត់នៅអត់យល់អត់បាត់ការសង្ស័យចឹងសូមបញ្ជាក់ថាពាក្យชัยភូមិឬក៏ជ័យភូមិហ្នឹងគឺឈ្នះអស់ភាពអាក្រក់ផងទាំងពួងចឹងត្រូវយល់ថាយើងត្រូវរៀបចំផ្ទះសម្បែងដូចទីកអញ្ចឹងបងប្អូនដូចទីកម៉ូតដូចទីកផ្ទះអញ្ចឹងឲ្យស្រឡះឲ្យមានផាសុកភាពឲ្យមានខ្យល់ចេញចូលឲ្យមានពន្លឺចូលល្អអញ្ចឹងណាបងប្អូនអាហ្នឹងគេហៅชัยភូមិឬជ័យភូមិชัยភូមិនោះមានន័យថាឈ្នះភូមិឈ្នះភូមិសុខបាទចឹងឈ្នះអស់ភាពអាក្រក់ភាពបន្ទិលភាពអពមង្គលទាំងឡាយទាំងពួងបានហ្នឹងគឺការរៀបចំរបស់យើងផ្ទាល់ហ្នឹងតាំងពីសម្ពុតអាវស្បែកចានឆ្នាំងចង្ក្រានគ្រឿងឧបភោគបរិភោគគ្រឿងទេសរៀបចំទុកដាក់ឲ្យស្អាតបាតសម្លៀកបំពាក់នឹងបើសម្លៀកបំពាក់ខាងអ្នករៀនមន្តអាគមស្បែកគង់ស្បែកអីគេទុកស្អាតដែរបងប្អូនមិនច្រឡំច្រឡោកជាមួយនឹងប្រពន្ធនឹងភរិយាទេតែយើងនិយាយកុំនិយាយជ្រៅទៅឆ្ងល់ទៀតដែរបងប្អូនចឹងបញ្ជាក់ថាពាក្យនេះគឺការរីកការសម្ដែងចេញជំរះមន្ទិលភាពអាក្រក់ភាពអពមង្គលចេញពីក្នុងផ្ទះក្នុងភូមិមួយគ្រឹះរបស់យើងចឹងបងប្អូនឃើញហើយចឹងបានអុកញ៉ាមួយចំនួនក៏ដូចជាអ្នកមានទ្រព្យសម្បត្តិច្រើនគាត់រវល់រស់ស៊ីគាត់តែងតែជួលអ្នកបម្រើឲ្យសម្អាតអ្នកបម្រើឲ្យការពារគាត់តែងតែទិញដើមឈើធំយកមកដាំដើម្បីមានម្លប់ត្រជាក់ជុំក្នុងភូមិគ្រឹះរបស់គាត់ចឹងយើងរៀនតាមគាត់ទៅមិនខុសទេបងប្អូនព្រោះគេជោគជ័យគេឡើងពីទាបទៅខ្ពស់បានយើងមើលគេខ្លះទៅហើយណាមួយខ្ញុំគាត់ទៅជួយកែហុងស៊ុយផ្ទះបងម្នាក់នៅក្នុងខេត្តបន្ទាយយើងមានជ័យយើងពិបាកណាបងផ្ទះគាត់តូចហើយការរៀបចំមិនបានល្អអត់ស្អាតអញ្ចឹងគ្រូក៏ពិបាកជួយដែរណាបងប្អូនអញ្ចឹងយើងសំខាន់យើងជួយខ្លួនយើងชัยភូមិនឹងយើងធ្វើឲ្យស្អាតជំរះរៀបចំទុកដាក់ដដែលសង្ក្រានជើងឆ្នាំងពុតអាវស្បែកបាទគឺឲ្យល្អយើងមើលទៅអត់ទៅគឺល្អឌីកចេញមកស្អាតអញ្ចឹងរៀនឌីកខ្លួនឯងបងប្អូនហើយការកែហុងស៊ុយហ្នឹងកែគ្រូកែបានតែភាពឧបទ្រពចង្រៃយើងនៅតែធ្វើចង់គ្រូ20ក៏នៅតែមិនបានបងប្អូនអញ្ចឹងដូចជាពិសេសណាបងប្អូនសូម្បីតែប្រហុកក៏គេគ្របទុកពួកជនជាតិខ្មែរយើងភាគច្រើនគាត់នៅហូបប្រហុកហ្នឹងអញ្ចឹងប្រហុកហ្នឹងវាមានក្លិនវាអាចប៉ះពាល់ដល់ផាសុកភាពយើងខ្លះយើងមានទិញកេះស្នោកេះអីដាក់គ្របទុកវាឲ្យស្អាតហ្នឹងលោកគ្រូសូមណែនាំប៉ុណ្ណឹងហើយការដែលយើងរៀបហុងស៊ុយការកែហុងស៊ុយชัยភូមិហ្នឹងគឺអត់មានអីពិបាកទេដូចខ្ញុំនិយាយនៅខាងមុនសូម្បីតែស្បែកជើងក៏គេទុកមានកន្លែងវាបាទចានឆ្នាំងទុកឲ្យស្អាតកុំឲ្យពួកអាស៊ីសាកសពនោះវាមលិតបាទវាមលិតវាមលូកដៃពួកនោះដៃវែងណាពួកស៊ីសាកសពហ្នឹងបាទពួកអាសពចឹងបងប្អូនយល់ហើយចំណុចចឹងមានអីពិបាកទេ
ដូចជាបងស្រីគាត់ខមមិនមកនឹងស្រួលការងាយហើយពេលដែលយើងធ្វើហុងស៊ុយនៅក្នុងផ្ទះមានផាសុខភាពទី1គ្រួសារអត់មានរោគអត់មានជំងឺកូនចៅអត់ឈឺអញ្ចឹងលុយរបស់សល់លុយសល់ចំណុចហ្នឹងហើយយើងមានផាសុខភាពល្អបងប្អូនមានសេរីសុស្ដីមានគំនិតគិតអីក៏ឃើញហ្នឹងបងប្អូនគិតអីចង់រកស៊ីអីក៏ចេញដែរអញ្ចឹងមិនថាលុយចូលទាំងថ្ងៃទាំងយប់កន្លែងដេកគឺឲ្យស្អាតលោកគ្រូសូមបញ្ជាក់កន្លែងដេកគឺឲ្យស្អាតជាពិសេសដាច់ខាតកុំដាក់កញ្ចក់តុបតែងខ្លួននៅក្នុងបន្ទប់ដេករបស់យើងបាទកុំឲ្យវាស្រោបថាមពលចេញពីរាងកាយយិនយ៉ាងណាបងប្អូនអញ្ចឹងយល់ចំណុចខ្លះនេតិវាខ្លីគ្រាន់តែជំរាបសួរហ្នឹងបាននេតិបាទហើយបងប្អូនអញ្ចឹងវាទូរស័ព្ទខ្ញុំឡាយបាននិយាយបាន5-6នាទីហ្នឹងវាអស់អញ្ចឹងសរុបសេចក្តីមកចាយល់ហើយណាអញ្ចឹងការកែហុងស៊ុយនឹងការឆាយភូមិធ្វើឲ្យច្បាស់ឲ្យស្អាតចាំលោកគ្រូជួយបន្ថែមតទៅមុខទៀតហើយចង់សិក្សាចូល page ចូល channel YouTube បងប្អូនខ្ញុំមាន channel YouTube មួយទៀតចឹងបងប្អូនចូលទៅឃើញអានោះលម្អិតបានច្រើនអញ្ចឹងចំណុចមកចុងបញ្ចប់ហ្នឹងសូមបញ្ជាក់ថាគ្រប់យ៉ាងគឺស្ថិតនៅលើខ្លួនយើងមនុស្សធ្វើបានកែបានទេវតាជួយយើងតាមក្រោយអញ្ចឹងឥឡូវហ្នឹងបងប្អូនមើលដើមឈើធំដើមធ្នង់ដើមអីនៅមើលនៅបូរីនៅភូមិគ្រឹះនៅវិមានគេធ្វើគេដាក់ខ្លះគេធ្វើភ្នំសុបនិមិត្តទៀតបងប្អូនដើម្បីអីដើម្បីឆៃភូមិដើម្បីមានជ័យមានជោគមានលៀបចូលមកអញ្ចឹងកុំនិយាយថាផ្ទះខ្ញុំតូចក៏ធ្វើទៅបងប្អូនឲ្យតែស្អាតឲ្យតែល្អយើងឃើញល្អគេឃើញល្អទេវតាចូលមកនៅបងប្អូនបាទឧបទ្រពនឹងវាមកនៅសូមវ័យប្រហុកបងប្អូនបញ្ជាក់ណាចង់បញ្ចប់ហើយដាក់កេះស្នោបងប្អូនហើយក្របគម្របពេកត្រូវការញ៉ាំបើកស្អាតទៀតអនាម័យស្តង់ដារទៀតអញ្ចឹងសង្ឃឹមទៀតយ៉ាងមុតមមថាបងប្អូននឹងយល់ពាក្យជ័យភូមិឬឆៃភូមិការរៀបចំហុងស៊ុយបឋមប្រចាំផ្ទះគឺសំខាន់អញ្ចឹងការកែហុងស៊ុយទាំងអស់វាមាន3បងប្អូនទី1កែលំនៅឋានរៀបចំឲ្យមានស្តង់ដារផាសុកភាពចលនាម័យចេញចូលឲ្យមានភាពកខ្វក់ទី2សម្បត្តិសម្អាងបន្ទប់យើងនឹងអាហ្នឹងនៅក្នុងតែមួយទេហ្នឹងបាទហើយនៅជោគជតាវាសនាយើងហើយនឹងសែនមួយទៀតអានោះគេកែតាមរបៀបជាអង្គធ្វើធ្នោមនុស្សរស់ធ្វើអីអាហ្នឹងផ្សេងទៀតណាបងប្អូនអញ្ចឹងយើងសំខាន់យើងធ្វើឃ្លាំងលុយឃ្លាំងទ្រព្យយើងឲ្យបរិបូរណ៍ឲ្យល្អទូសុវត្ថិភាពទូដែលមានលេខកូដល្អមិនមានកដុលកឌីចូលកាត់អញ្ចឹងយល់មានអីពិបាកបងប្អូនអញ្ចឹងហើយចង់ដឹងអីទៀតខមមិនចូលឆាតបងប្អូនហ្នឹងហើយបន្តិចបន្តខ្ញុំពេលដែលបងប្អូនរៀបចំកែហុងស៊ុយឡើងល្អហើយខ្ញុំនឹងបង្ហាញអំពីការធ្វើហៅលៀបហៅលុយចូលអញ្ចឹងតកតងទៅនឹងព្រះសេវលីខ្ញុំនិយាយអំពីព្រះសេវលីអញ្ចឹងជម្រាបលាបាយហើយសូមឲ្យបងប្អូនបានសុខបានចម្រើននៅក្នុងសង្គមគ្រួសារបងជាឪពុកបងជាម្ដាយជាមេដាជាបិតាសូមឲ្យមានសុខភាពល្អហើយជាអ្នកគ្រប់គ្រងនៅក្នុងសង្គមគ្រួសារដ៏ល្អ